บรอมเนี่ยนี่ไอ้ดังมณฑาหนังเมียนกลุ่มฮันตรายเซ็งการลายในกลายน้ำมวยในทางอนาคตสุดท้ายเนี่ยก็คือทางในขยมหนังเลยยอร์มวยได้เป็นจะนอนเชิญทานโนวิ่งในเชนในชนะปีปอนประบวนมอทัวร์การสำหรับชุนตุสนาไฮบายโยทาวิลอเมอร์ยานะส้มช่วยคอมเมนต์ปราบพ้องถ้าสำหรับเนี่ยทำไมส้มคอมเพล็กช่วย subscribe หรือ follow พ้องส้มอกุลขนมชนะมาปอนปั่นบัวร้อยแห่สมบูรณ์ในสลาเรียนมวยมินโกนเซอร์มันเนี่ยชโมลูซินดาบานชอบพลักเมื่อตะเลเมฆขนมกระแสในยางจำไล่โดยเนียมันเคยไอเบียงมันต่อมาดอมองโจเรียนเนี่ยครูชโมไทเลบานปราบเอาโกนเซอร์ถึงออกกูรูปไอเบียงแต่โปเกเกิดทางหนังการเมียนในปีห้าสิบชนะคำมงเตียดถ้าเกนังเยอะหูแต่โปเกกูนั่งได้โจตะขนมหมอปงไว้กอบขนมใดตกบากเมื่อในห้าสิบชนะคอยแต่เป็นนู้ลูซินดาอัดมากูรูปไอเต้เนียงบาเกียสเซเลกเป็นกันดาแต่เมื่อเตอร์กูจำไล่เหม็นเต้น50 ឆ្នាំក្រោយមកគឺដល់ពេលកំណត់ដែលត្រូវគេកាយយកបំពង់ដែលកប់ក្នុងដីនោះយកមកមើលនៅពេលនោះកូនសិស្សម្នាក់ទទួលបានរូបមាត់ស្លឹកយកទៅមើលក្នុងចំណោមនោះដែរមានកូនសិស្សម្នាក់ឈ្មោះថាខេលឹបបានទទួលបានរូបដែលលូសិនដាបានគូដែលមានសិតតែលេខនឹងនៅពេលហ្នឹងខេលឹបចាប់ផ្ដើមឮសំឡេងចម្លែកខ្សឹបនៅក្នុងជាហើយគាត់បានចាប់អារម្មណ៍ថាមានបារម្ភម្នាក់ស្លៀកពាក់សម្លៀកពាក់ឈុតពណ៌ខ្មៅកំពុងតែស្លឹងមើលមកគាត់តែមកស្ទុះក្រោយមកបារម្ភនោះក៏បាត់ខ្លួនទៅវិញต่อมาในยมนั่งไปตลาดแต่แค่ละบานดอกกาจำนวนสำเร็จปีปีเกี่ยวกับเจงให้ก็แผ่ปากว่าท่าการนั่งลือสำเร็จซับจำไรแล้วไปนู้ปลาบอกแค่รับชั่วโมงจอนมันเสียจับรำเตะก็กระทาปะหายเจมาไปแค่ละมาสำเร็จลือไปแต่ก็จับรำท่าแค่ละบานโยกระดาษปีสลายโยมาแต่ก็กับแผ่โกนก็ท่าเธอจังทำเธอเตะให้ก็ดอตกย่อยสลายไว้ในไงใส่ขอยมาในยบแต่ได้น้องจอนมันโยกระดาษน้องมาเป็นลมอัดเคยท่าตาปั้นเลยในเลือกระดาษนั่งคือจีไทยใครชนะนั่งตัวเลยเนี่ยสนับในขนมกลัวมอนตรายนี้ได้ทรอบการเมียในขนมกระหลงปี50 ឆ្នាំของเรามามีในท่า50 ឆ្នាំមុនลูซินดาจีเนสเซเลตันนี้ตีดังมนทาหนังเมียนไอกาล่าในทางอนาคตไอ้ล้างจอนมันโยหือนี้แต่แบบเนี่ยผมกลางเงี้ยก่อนมันแน่ชโมทาฟิลเนอร์อเมทีฟิลมันใส่ชื่อหือนี้เต้ผู้ไอ้ในซอยฉลองเลยเฉินเตี้ยมันเดินทางบ่อเสียยังไม่ก็กระทาเวียยืใจด้านหรือก็ปะหาเจมีเนี่ยนะเกจังเลยซอยจมูกจอนแต่เป็นนอกกับปันแต่จอนไปโนคังนะให้กับแผบทากอดมันเคยเกตีมาปงน้องเจงปีได้ดาวตอบในผู้ไอ้ไงน้องกอดแต่เจอรวมได้ต่อมาจอนมันออจัดกอดตะหอเนี่ยกูไทยเลอได้เจียกูบอลูซินดากาปี50 ឆ្នាំមុនដើម្បីសួរនាំបន្ថែមពេលនោះเนี่ยกูไทยเลอបានប្រាប់ថាលូซินดาគឺជាក្មេងកំសត់ម្នាក់នាងធ្លាប់បាត់ខ្លួនហើយបន្តមកគេបានរកឃើញនាងនៅក្នុងទូកៅអៅមួយដែលពេលនោះនាងកំពុងតែប្រើកញ្ចក់ដៃរបស់នាងខ្វាយសរសេរលេខនៅលើទ្វារឡើងឈាមដៃហើយពេលនេះលូស៊ីណាបានស្លាប់បាត់ហើយកាលពីប្រហែលឆ្នាំមុននេះក្រោយមកមានថ្ងៃមួយពេលគេលឹបកំពុងតែលេងបាល់នៅក្រៅផ្ទះស្រាប់តែមានមនុស្សពីរនាក់ជិះឡានមួយមកហើយប្រគល់ថ្មគ្រូពណ៌ខ្មៅរលោងមួយឲ្យទៅគេលឹបពេលនោះចនបានឃើញហើយក៏ប្រញាប់រត់ចេញមកការពីគេលឹបតែមនុស្សពីរនាក់នោះក៏បើកឡានចេញទៅបាត់ទៅបន្តមកទៀតដល់ថ្ងៃដែលលេខនៅលើกระดาษបានសរសេរប្រាប់ថាថ្ងៃនេះនឹងមានគ្រូមន្តត្រៃមួយដែលធ្វើឲ្យមនុស្សស្លាប់81នាក់នៅថ្ងៃនោះដែរចនអត់ទៅណាទេគាត់អង្គុយមើលព័ត៌មានតាមពីពាក់កណ្ដាលទៀតរហូតដល់ស្ទើរតែពេញមួយថ្ងៃតែអត់មានព័ត៌មានណាដែលប្រាប់ថាមានមនុស្សស្លាប់81នាក់ទេរហូតដល់ម៉ោង3ល្ងាចចនត្រូវចេញទៅទទួលខេលឹបនៅសាលាហើយតាមផ្លូវទៅសាលាថ្ងៃហ្នឹងចរាចរណ៍មានសភាពស្ទះខ្លាំងណាស់ចនក៏បើកមើលផែនទីដើម្បីរកផ្លូវវៀងតែនៅពេលនោះគាត់ចាប់អារម្មណ៍ថាលេខចន្លោះដែលនៅលើกระดาษហ្នឹងតាមពិតគឺជាតួលេខ coordinate ទីតាំង GPS នៅលើផែនទីហើយក្នុងกระดาษសរសេរថាព្រឹត្តិការណ៍ហ្នឹងនឹងកើតនៅម្ដុំកន្លែងដែលចនកំពុងនៅនឹងហ្មងពេលដឹងអញ្ចឹងចនក៏ប្រញាប់ចេញពីឡានដើររកមើលនៅពេលនោះស្រាប់តែមានយន្តហោះមួយគ្រឿងបានហោះបោះពួយធ្លាក់ពីលើអាកាសចុះមកបុកលើដីឆេះខ្ទេចខ្ទីអស់មើលទៅស្ដាយមែនតែនឈុតហ្នឹងឃើញអញ្ចឹងចនស្លុតខ្លាំងណាស់ក៏ប្រញាប់រត់ចូលទៅជួយជនហោះអង្គរដែលកំពុងតែឆេះនៅក្នុងដាត់ដើរសន្ធោសន្ធៅតាមលទ្ធភាពដែលគាត់អាចជួយបានពេលចនត្រឡប់មកដល់តាមវិញបានលើព័ត៌មានផ្សាយថាអ្នកដែលស្លាប់នៅក្នុងគ្រោះមហន្តរាយមួយហ្នឹងគឺមានចំនួន81នាក់ហើយនៅយប់នឹងដែរភៀលដែលជាមិត្តភក្តិរបស់គាត់នៅ MIT បានមកលេងផ្ទះគាត់ទាំងយប់ពេលនេះភៀលក៏ជឿដែរថាអីដែលសរសេរនៅលើกระดาษហ្នឹងគឺជាការពិតពេលនោះចនបានប្រាប់ថានៅលើกระดาษសរសេរថានៅសល់គ្រោះមហន្តរាយធំៗពីរទៀតដែលនឹងត្រូវកើតឡើងគ្រាន់តែគាត់មិនដឹងថាវាជាគ្រោះមហន្តរាយស្អីបន្តមកនៅកណ្ដាលត្រៀមមានបរិសុទ្ធខ្មៅម្នាក់ចូលទៅក្នុងបន្ទប់របស់ខេលឹបហើយចោលទៅកាន់ប្អួយពេលនោះខេលឹបក៏ដើរទៅមើលតាមប្អួយឃើញភ្លើងកំពុងតែឆេះព្រៃហើយឆេះដល់ទាំងផ្ទះមកគាត់ទៀតធ្វើគាត់ភ័យក៏ស្រែកហើយចនក៏ឡើងមកមើលឃើញបរិសុទ្ធខ្មៅនោះនៅក្រៅផ្ទះគាត់ក៏កាន់ដបងមួយរត់សម្ដៅទៅហៅបរិសុទ្ធនោះតែរកមិនឃើញសោះស្អែកឡើងចនបានដឹងថាលូស៊ីនដាមានកូនស្រីម្នាក់ឈ្មោះដៃអាណាហើយនឹងចៅស្រីម្នាក់ឈ្មោះអាប៊ីគាត់បាននាំខេលឹបទៅស្កាត់ជុំនាងនៅសារមន្ទីរដើម្បីសួរនាំហើយចង់សុំឲ្យនាងជួយព្រោះថាថ្ងៃស្អែកនោះនឹងមានគ្រោះមហន្តរាយធំមួយទៀតដែលធ្វើឲ្យមនុស្សស្លាប់170នាក់ផ្សេងទៀតនៅពេលនោះដែរណាខ្លាចថាចនមានបំណងខកមកលើនាងហើយនឹងកូនរបស់នាងក៏នាំអាប៊ីរត់ចេញពីចនយ៉ាងបញ្ញាបញ្ញាលពេលត្រឡប់មកដល់ផ្ទះវិញនៅយប់នោះចនបានលើព័ត៌មានផ្សាយថានឹងអាចកើតមានភាវកម្មនៅពេលឆាប់តែគេអត់ដឹងថានៅកន្លែងណាពិតប្រាកដពេលនោះចនបានឆែកមើលលេខទីតាំងនៅក្នុងกระดาษឃើញថាវានឹងកើតនៅកណ្ដាលទីក្រុងគាត់ក៏ប្រើទូរស័ព្ទសាធារណៈទេទៅប្រាប់ប៉ូលីសឲ្យចលាមនុស្សចេញពីតំបន់នោះកុំឲ្យមានគ្រោះថ្នាក់ ហ
ហើយស្អីឡើងគាត់បានយកខេឡាប់យកទៅផ្ញើប្អូនស្រីគាត់រួចបន្តដំណើរទៅកន្លែងកើតហេតុនៅពេលនោះគាត់សង្កេតឃើញថាមនុស្សនៅកកកុញដែលប៉ូលីសអត់បានធ្វើតាមគាត់ប្រាប់ទេពេលគាត់ព្យាយាមទៅប្រាប់ប៉ូលីសនៅចិត្តនោះម្ដងទៀតគេបានដេញចាប់គាត់ទៅវិញពួកអីគេគិតថាគាត់គឺជាភេរវករពេលនោះចនបានរត់គេចចេញពីប៉ូលីសរហូតដល់ស្ថានីយ៍រថភ្លើងក្រោមដីមួយហើយគាត់បានឃើញបរិសម្នាក់កំពុងតែលាក់របស់អេមីយ៉ានៅក្នុងអាវគាត់គិតថាវាជាគាត់បែកគាត់ក៏ដេញតាមបរិសម្នាក់នឹងរហូតដល់តាមតាន់ទើបដឹងថាតាមពិតបរិសម្នាក់នឹងគ្រាន់តែជាចោរលុយអីវ៉ាន់កំពេចកំប៉ុកតែប៉ុណ្ណោះបន្តមកទៀតស្រាប់តែមានរថភ្លើងមួយរត់ខុសផ្លូវហើយបោះពួយយ៉ាងលឿនទៅបុករថភ្លើងដែលឈប់ចាំទទួលអ្នកដំណើរនៅផ្លូវមួយទៀតហើយផ្លោងទៅលើផ្លូវអ្នកដំណើររួចអូសបុកកិនអ្នកដំណើរស្លាប់អស់ជាច្រើនអ្នកគួរឲ្យរន្ធត់ហើយសង្វេគមែនតែននៅពេលនោះចនគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សច្រើនអ្នកទៀតដែលមានសំណាងបានរួចជីវិតផុតពីគ្រោះមហន្តរាយមួយនឹងពេលត្រឡប់មកដល់ផ្ទះវិញចនបានឃើញដែរណាហើយនឹងអាប៊ីកំពុងតែអង្គុយចាំគាត់នៅមុខផ្ទះដែរណាចាប់ផ្ដើមជឿចនហើយបន្តមកនាងបាននាំចនទៅផ្ទះចាស់របស់លូស៊ីនដាដែលជាម៉ាក់របស់នាងពេលទៅដល់ពួកគេបានទុកក្មេងៗឲ្យដេកនៅក្នុងឡានហើយដើរចូលទៅនៅក្នុងផ្ទះពេលនោះដែរណាចាប់អារម្មណ៍ថាលេខចុងក្រោយលើកណ្ដាលមិនមែនលេខ33ទេគឺអក្សរ E 2 ដងតែសរសេរពីច្រាពេលចូលទៅដល់ក្នុងផ្ទះពួកគេពិនិត្យឃើញថាមានសុទ្ធតែរូបភាពព័ត៌មានគ្រោះមហន្តរាយផ្សេងៗជាពិសេសពួកគេចាប់អារម្មណ៍ជាមួយនឹងរូបភាពមួយសន្លឹកដែលមាននៅក្នុងគម្ពីរសាសនាតាក់ទងជាមួយនឹងថ្ងៃអវសានរបស់ផែនដីបន្ទាប់មកនៅក្នុងបន្ទប់គេងចនបានប្រទះឃើញថ្មគ្រួសពណ៌ខ្មៅមួយចំនួនហើយគាត់ប៉ើងក្រែមើលឃើញថានៅបាតក្រែមានសរសេរអក្សរថា everyone else មានន័យថាគ្រោះមហន្តរាយចុងក្រោយនឹងប៉ះពាល់ដល់ជីវិតរបស់មនុស្សទាំងអស់នៅលើโลกរំពេចនោះពួកគេបានលើសំឡេងសិផ្លេឡានហើយក៏បញ្ញាប់ចេញទៅមើលថ្មីៗបានប្រាប់ថាមានមនុស្សពាក់ឈុតខ្មៅមកបបួលពួកគេឲ្យទៅជាមួយពេលនោះចនបានឃើញបរិសុទ្ធឈុតខ្មៅម្នាក់ហើយក៏ទាញកំភ្លើងរត់ដេញតាមហើយពេលដេញតាន់គាត់ក៏ភ្ជង់ឲ្យសួរបរិសុទ្ធនោះថាតើចង់បានអីពីក្មេងៗពេលនោះបរិសុទ្ធនោះក៏ហាមាត់បញ្ចេញពលឺយ៉ាងខ្លាំងចាំខ្វាក់ភ្នែកដាក់មុខចនហើយក៏កិច្ចខ្លួនបាត់ទៅស្អែកព្រឹកឡើងតាមរយៈការផាត់ពណ៌របស់ AB ចនចាប់អារម្មណ៍ថាគ្រោះមហន្តរាយចុងក្រោយប្រហែលតាក់ទងជាមួយនឹងព្រះអាទិត្យពេលនោះគាត់បានទៅមន្ទីរពិសោធន៍ MIT ដើម្បីប្រើកុំព្យូទ័រពិនិត្យមើលព្រះអាទិត្យហើយឃើញថាពិតមែនគឺព្រះអាទិត្យនឹងបញ្ចេញព្យុះកម្ដៅយ៉ាងខ្លាំងបំផុតដុតបំផ្លាញអ្វីៗគ្រប់យ៉ាងនៅលើផែនដីនៅថ្ងៃស្អែកដែលណាបានលឺចននិយាយអញ្ចឹងនាងពិបាកចិត្តខ្លាំងណាស់ហើយក៏បបួលចនទៅរកលានដ្ឋានលាក់ខ្លួននៅក្រោមដីក្រែងលោកអាចគេចផុតពីសេចក្តីស្លាប់បន្តមកពួកគេបានត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំអីវ៉ាន់ពេលនោះចនឃើញ Caleb បានផ្លឹកហើយសរសេរលេខដាក់ចូលក្នុងកណ្ដាលមួយស្លឹកពេលចនដកកណ្ដាលនៅចេញ Caleb បានយកដៃខ្វាយសរសេរលើតុទង្វើនេះធ្វើឲ្យចននឹកឃើញថាលូស៊ីណាធ្លាប់យកដៃខ្វាយទ្វារនៅសាលាគាត់ក៏បញ្ញាប់ចេញទៅសាលាដើម្បីរកមើលទ្វារនោះចង់ដឹងថាតើវាមានលេខអីខ្លះព្រោះអីគាត់ជឿថាវាគឺជាលេខទីតាំងចុងក្រោយដែលពួកគេត្រូវទៅចំណែកដែរណាពេលនោះអន្ទះសាខ្លាំងពេកចង់ទៅរកកន្លែងលាក់ខ្លួនក៏បើកឡានដឹកក្មេងៗចេញទៅមុនក្រោយបានរកឃើញលេខទីតាំងចុងក្រោយដែលត្រូវទៅហើយចនក៏បើកឡានដេញតាមដែរណាពីក្រោយបន្តមកដែរណាបានចូលទៅចាក់សាំងនៅក្រាសាំងមួយហើយបានលើរដ្ឋាភិបាលប្រកាសអាសន្នឲ្យប្រជាជនរត់រកកន្លែងលាក់ខ្លួនដើម្បីគេចចេញពីកម្ដៅព្រះអាទិត្យនៅពេលនោះបរិសុទ្ធខ្មៅបានមកបើកឡានដឹកក្មេងៗចេញទៅហើយដែរណាក៏លួចឡានអ្នកដំណើរនៅចិត្តនោះដេញតាមពីក្រោយតែដោយសារតែបញ្ញាពេកភ្លើងក្រហមនាងអត់ព្រមឈប់នាងក៏ត្រូវឡានធំមួយបុកមកពេញលំហឹងហើយពេលចនមកដល់កន្លែងកើតហេតុដែរណាបានដាច់ខ្យល់ស្លាប់បាត់ទៅហើយគួរអាណិតនាងណាស់ក្រោយមកទៀតចនបានមកដល់ទីតាំងចុងក្រោយដែលលេខរបស់លូស៊ីនដាសរសេរប្រាប់វាគឺជាផ្ទះចាស់របស់លូស៊ីនដាដដែលគាត់បានឃើញមានស្នាមកង់ឡានថ្មីបើកចូលព្រៃហើយគាត់ក៏បើកទៅតាមពេលបើកទៅដល់វាឆ្លាស់បន្តិចចនក៏បានសង្កេតឃើញថានៅទីនោះមានសិតតែថ្មគ្រួសពណ៌ខ្មៅដែលគាត់ធ្លាប់ជួបច្រើនដល់មកហើយគាត់ក៏ផ្ទះឃើញបរិសុទ្ធឈុតខ្មៅម្នាក់នៅក្បែរនោះដែរតមកគាត់ក៏ភ្ជង់គម្រាមបរិសុទ្ធនោះសួររកក្មេងៗតែពេលនោះ Caleb បានអោបទន្សាយមួយហើយដើរចេញមកខាត់ចនកុំឲ្យបាញ់ Caleb បានប្រាប់ទៀតថាបរិសុទ្ធទាំងនោះមកទទួលពួកគេទៅនៅទីសុវត្ថិភាពហើយដល់ពេលដែលចនសួរពួកគេថាតើពួកគេជានរណាស្រាប់តែមានយានអវកាសធំមួយចុះមកពីលើមេឃធ្វើឲ្យចនមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មក Caleb បានដឹកដៃចនដើរសម្ដៅទៅយានអវកាសក៏ប៉ុន្តែគេមិនឲ្យចនឡើងទៅទេនៅពេលនោះចនមានអារម្មណ៍ថាការຕົកខ្លាំងមែនទែនតែដើម្បីសុវត្ថិភាពរបស់ Caleb គាត់ត្រូវឲ្យ Caleb ទៅជាមួយនឹងពួកបរិសុទ្ធឈុតខ្មៅហើយក្រោយមកបន្តិចពួកបរិសុទ្ធឈុតខ្មៅនោះក៏ប្រែខ្លួនក្លាយទៅជាពួក alien ហើយនាំ Caleb និង AB ជិះយានអវកាសហោះចេញទៅបាត់ទៅពេលស្អែកឡើងគឺដល់ថ្ងៃកំណត់នៃអវសានរបស់ផែនដីពេលនោះចនបានវិលត្រឡប់ទៅជួបជុំឪពុកម្ដាយហើយនិងប្អូនស្រីរបស់គាត់វិញមានន័យថាចុងក្រោយសម្រាប់មនុស្សគ្មានអីល្អជាងការជួបជុំគ្រួសារនោះទេបន្តមកដោយបានទីទុកនឹងមុនហើយព្រះអាទិត្យបានបញ្ចេញព្យុះកម្ដៅមកដុតបំផ្លាញអ្វីៗសពបែបយ៉ាងនៅលើផែនដីឲ្យឆេះខ្ទេចខ្ទីអស់ហើយព្រឹត្តិការណ៍នេះបើតាមខ្ញុំធ្លាប់ឮពីមុនមកគេហៅថាភ្លើងឆេះកាលចង់បញ្ចប់នៃរឿងយើងបានឃើញថា Caleb ហើយនិង AB បានទៅរស់នៅភពមួយទៀតដែលអាចឲ្យមនុស្សរស់នៅបានហើយក៏មានយានអវកាសច្រើនទៀតកំពុងតែដឹកក្មេងៗពីកន្លែងផ្សេងៗទៀតមករស់នៅភពនោះដែរសូមអរគុណចំពោះការទស្សនាដល់ចប់ហើយកុំភ្លេចជួយ follow ឬ subscribe ដើម្បីតាមដានរឿងល្អៗមើលជាច្រើនទៀតពេលនេះសូមជម្រាបលា